ปูเชียร์วิระกองตัวบ่ามอปิคายอุดมเมียนใจก่อนอ้างท่ากรมครูซาก่อนสัตว์ครูซาวิระกองตัวกาเปียตึกใดคนตายก่อนกาเปียใบคืนไอ้มันบ้านខ្ញុំហ៊ានតែនេះเขาត្រូវមកច្បាប់បើថាខ្ញុំនិយាយបំភ្លឺខ្ញុំហ៊ានដើរចូលគុក អូហ៊ានដើរចូលគុកហ្មងហើយពេលអាវវិរៈកងតបនេះគឺជាវិរៈកងតបពិតណាបងណាបាទសូមឲ្យសម្ដេចបបថាបតីហ៊ុនម៉ាណែតជួយកូនចៅផងកូនចៅរងទុកបំរើជាតិហើយគេមកយកដីខ្ញុំការពារជាតិបានការពារទឹកដីមិនបានសូមសម្ដេចជួយឲ្យសម្ដេចពុកនឹងជួយកូនផងក្រុមគ្រួសារពូបងប្អូន5នាក់នេះបម្រើជាតិទាំងអស់ចឹងបម្រើជាតិ5នាក់បម្រើជាតិហើយពូសប្ថ្ងៃហ្នឹងថាគេយកដីប្អូននៅក្រុមគ្រួសារហ្នឹងពិតមែនទេពិតមិនខ្ញុំអ្នកនៅដីនោះដីហ្នឹងទិញចូលបងប្អូន5គ្រួសារអូបានន័យថាដីហ្នឹងទិញចូលគ្នាបងប្អូន5នាក់ហ្នឹងរៀបចំជាប្រព័ន្ធហើយខ្ញុំចង់បញ្ជាក់ថាលោកហូបន្ទឿនហ្នឹងជាក្រុមប្រឹក្សាក្រុងបាទហើយលោកវ៉ារធីហ្នឹងប្រធានសូវយោដីក្រុងហើយលោកច័ន្ទហ្នឹងអភិបាលក្រុងក៏ខុបខិតគ្នាជាប្រព័ន្ធសិទ្ធិមន្ត្រីខ្ញុំហ៊ានតែនេះเขาត្រូវមកច្បាប់បើថាខ្ញុំនិយាយបំភ្លឺខ្ញុំហ៊ានដើរចូលគុកអូហ៊ានដើរចូលគុកហ្មងបាទពីដើមមកមានលោកហូបន្ទឿនមកសុំជួដីខ្ញុំធ្វើស្រែឆ្នាំ2019បាទបន្ទាប់មកលោកបានមួយខែមកសុំទិញខ្ញុំសុំទិញវិញបាទសុំទិញតម្លៃ$90,000អូហើយគាត់កក់ចំនួន$5,000បាទបញ្ជាក់ដីហ្នឹងនៅភូមិឃុំអីនៅភូមិការីវ័នសង្កាត់កូនគ្រាក្រោកសំរងនៅចំកន្លោលេខ5ពេលគេកក់ប៉ុន្មានកក់ចំនួន$5,000ដីតម្លៃ$90,000បាទពេលគាត់កក់ខ្ញុំចំនួន$5,000ហើយទី1គាត់មកកាយស្រះជំរៅ7 ម៉ែត្រចិត្តមហាតាពេលកាយស្រះហ្នឹងអត់ប្រាប់ពូជំចាស់ដីទេបាទទេខ្ញុំជាប់បំពេញបេសកកម្មនៅខេត្តព្រះវិហារអូជាប់ទៅបម្រើជាតិបាទហើយដល់ពេលកាយស្រះហើយធ្វើអីទៀតកាយស្រះជំរៅ7 ម៉ែត្រចិត្តមហាតាហើយគាត់កាយអាចដីលក់ហើយពុះលោលក់ហើយនឹងធ្វើសំណង់រឹងលើដីខ្ញុំអូពុះលោទៀតបាទពុះលោលក់ពេលយកដីយើងទៅកក់បាន5,000ដី9,000យកដីយើងទៅពុះលោបាទមានឯកសារគ្រប់គ្រាន់ពុះលោលក់ចុះពេលពុះលោហ្នឹងមានបានធ្វើឯកសារប្រាប់យើងថាត្រូវយកដីទៅពុះលោលក់បន្តអីទេអត់ទេអត់ប្រាប់អត់ដឹងសោះបាទគាត់កក់ខ្ញុំចំនួន$5,000គាត់មានសិទ្ធិមកបែងចែកលើដីខ្ញុំអញ្ចឹងបាទអូយដីពូពេលពូត្រឡប់មកពីបម្រើជាតិវិញមិនទៅពេលខ្ញុំត្រឡប់មកពីបម្រើជាតិវិញខ្ញុំឃើញសកម្មភាពគាត់ធ្វើខូចត្រង់ទ្រាយខ្ញុំបែបនេះក៏ខ្ញុំសូមឲ្យគាត់ផ្ដល់ជាលុយបន្ថែមទៀតដើម្បីខ្ញុំរត់ការធ្វើប្លង់ឲ្យបាទហើយគាត់ប្រាប់ខ្ញុំថាថ្ងៃនោះមិនឲ្យខ្ញុំសោះលុយខ្ញុំមើលទៅសង្កេតមើលតាគាត់នេះលោកហោបន្ទឿននេះធ្វើនំអត់ម្សៅអូគាត់នេះមនុស្សគាត់ធ្វើនំអត់ម្សៅគាត់មិនថាធ្វើដីខ្ញុំទេដីទល់មុខខ្ញុំក៏គាត់ធ្វើដែរអូទិញដីគេធ្វើចឹងដែរកក់តិចតួចយកដីគេមកពុះលោបាទហើយក៏ខ្ញុំមកច្រើនលើកច្រើនសារគាត់ថាថ្ងៃនោះខ្ញុំទ្រាំមិនបានទៅសាលាសង្កាត់បានដឹងលក់រំលាយឯកសារលក់ទិញនឹងចោលបាទបន្ទាប់មកគាត់រត់ប្តឹងខ្ញុំទៅតុលាការដល់គាត់ចាញ់ខ្ញុំក្តីតុលាការហើយខ្ញុំដាក់រក្សាការពារដីស្រាប់តែគាត់ទាញឈ្មោះកែសផលនិងអ៊ុយមិត្តភក្តិត្រាអូចឹងបានន័យថាពេលដែលតែប្តឹងហ្នឹងចាញ់ហើយបានន័យថាចាញ់យើងជាម្ចាស់ដីហើយគាត់ទាញឈ្មោះអ្នកណា2នាក់ទៀតកែសផលអ៊ុយមិត្តភក្តិត្រាកែសផលអ៊ុយមិត្តភក្តិត្រាហើយគាត់ថាម៉េចគាត់ថាខ្ញុំលួចដីគេមកលក់ដីហ្នឹងដីលោក2នាក់នេះទេតែលេចមក2នាក់ផ្សេងមកទៀតបាទអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចបើសិនអស់លោកកែសផលអ៊ុយមិត្តភក្តិត្រាហ្នឹងគាត់មានដីទីនេះមែនមិនបានគាត់បណ្ដោយឲ្យលោកហូបន្ទឿនកាយស្រះជំរៅ7 ម៉ែត្រកាយឲ្យដីលក់ហើយនឹងពុះលោលក់ហើយធ្វើសំណង់រឹងគាត់មិនមកខាត់បាទចុះពីអ្នកហ្នឹងបងពូដែរស្គាល់ទេគាត់នៅនឹងចិត្តនឹងដែរឬក៏មិនបានលេចឈ្មោះអ្នកណា2នាក់មកថាម្ចាស់ដីណាផ្សេងនោះខ្ញុំអត់ដែរស្គាល់ទេខ្ញុំនៅមករហូតគ្រប់គ្រងដីខ្ញុំនៅក្នុងផ្ទាល់មានផ្ទះមានអីនៅក្នុងផ្ទាល់អត់ដែរស្គាល់ឈ្មោះបុគ្គល2នាក់នេះទេកៅអីកៅសុផលនិងអ៊ុយមិត្តភក្តិត្រាកៅសុផលអ៊ុយមិត្តភក្តិត្រាថ្ងៃហ្នឹងមានលេខតំណបុគ្គល2នាក់ហ្នឹងឯងមានអូចាំសារព័ត៌មានតាក់ទងសួរថាហេតុអីបានជាដីឥឡូវយើងបញ្ជាក់ថាដីហ្នឹងជាដីរបស់ពូហើយពូនៅតាំងពីឆ្នាំណាខ្ញុំនៅគ្រប់គ្រងតាំងពីឆ្នាំ2004តាំង2004មកដល់បច្ចុប្បន្នមានអាជ្ញាធរភូមិឃុំគេមានសញ្ញាបោះត្រាដឹងឮតាមស្របច្បាប់អត់ទេដីពូអាជ្ញាធរដឹងឮទទួលស្គាល់បាទទទួលស្របច្បាប់បាទអញ្ចឹងសារព័ត៌មាននឹងតាក់ទងទៅអាជ្ញាធរទៀតចង់ដឹងថាដីនឹងដីពូជាប្រកកងទ័ពពិតអត់អញ្ចឹងណាបាទអញ្ចឹងយកអត់មានខ្លាចទេបាទហើយខ្ញុំអត់ខ្លាចខ្ញុំហ៊ានទទួលខុសត្រូវមកច្បាប់ដីនេះខ្ញុំទិញពីលោកប៉ែនហ៊ីវក្បាល300បណ្ដោយទល់អូកាលខ្ញុំមិនទាន់ធ្វើបង្កាន់ដៃបាទដល់ខ្ញុំធ្វើបង្កាន់ដៃហើយបាទ300បានតែបណ្ដោយ600ទេចុះឥឡូវ2នាក់ហ្នឹងឮថា2នាក់ហ្នឹងតែប្តឹងពូបន្តទៀតគេរៀបគ្នាជាប្រព័ន្ធមិនប្តឹងពូរហូតដល់តុលាការហើយដល់តុលាការយ៉ាងម៉េចគាត់ទី1គាត់ប្តឹងទៅសាលាខេត្តដែលលោកហ៊ូបន្ទឿនចាញ់ក្តីខ្ញុំហើយគាត់ប្តឹងទៅសាលាខេត្តហើយទី2ប្តឹងទៅដល់ប្តឹងទៅសាលាខេត្តហើយឲ្យខេត្តជួយសម្រោះសម្រួលស្រាប់តែខេត្តខាងខេត្តនោះគេហៅទៅលេចមុខលោកវ៉ារធីប្រធានសោយោដីក្រុងហើយលោកច័ន្ទអភិបាលក្រុងខេត្តឧត្តរមានជ័យលោកវ៉ារធីហើយខ្ញុំទៅជួបជុំស្រាប់តែគាត់យកកុំព្យូទ័រមកបាទវាយបញ្ចូលឈ្មោះវាយតាំងពីម៉ោង7រហូតដល់ម៉ោង12វាយបញ្ចូលឈ្មោះលោកកៅសុផល
នឹងអុយមិត្តភក្តិត្រា អូបាយចូលតែពីអ្នកមករកនឹងយើងហ្នឹង ព្រោះកម្រងគាត់ធ្វើយូរហើយប៉ុន្តែគាត់មិនទាន់បានព្រីនប្លង់អីចេញគាត់ធ្វើមិនទាន់ហើយគាត់យកកុំព្យូទ័រវាយនៅក្នុងពេលដែលហៅទៅសម្រស់មួយគ្នានោះយកកុំព្យូទ័រវាយចេញហើយព្រីនចេញសំបីកដាស់ពណ៌សជាប់អាប្លង់ខៀវហ្នឹងណាបាត់រូបថតហ្នឹងបញ្ជាប់ជាមួយហ្នឹងគាត់មិនទាន់កាត់ចេញផងបាទដល់ព្រីនចេញហើយលោកកែសផលបានអះអាងថាគាត់បានប្រកាន់ដៃប៉ុណ្ណេះហើយមិនខ្លាចខ្ញុំទេប្រឹងដល់ណាក៏ទៅអូពីអ្នកហ្នឹងគេបានប្រកាន់ដៃពីលោកអីមន្ត្រីវ៉ារធីយកដៃក្រុងគេបានប្រកាន់ដៃពីលោកវ៉ារធីហ្នឹងគេចាប់ផ្ដើមគេថាបោះគេបណ្ដោយបាទប៉ុន្តែខ្ញុំចង់បញ្ជាក់បន្តិចលោកអុយមិត្តភក្តិត្រាគាត់ប្រាប់ខ្ញុំថាកុំអីគាត់មិនពាក់ព័ន្ធលើដីខ្ញុំទេដោយសារលោកវ៉ារធីអ្នកធានាអះអាងថាដីហ្នឹងអត់មានបុគ្គលណាប៉ះពាល់ទេបានគាត់មកយកដីកន្លែងខ្ញុំហ្នឹងរៀបចំជាប្រព័ន្ធហើយខ្ញុំចង់បញ្ជាក់ថាលោកហូបន្ទឿនហ្នឹងជាក្រុមប្រឹក្សាក្រុងបាទហើយលោកវ៉ារធីនឹងប្រធានសូវយោដីក្រុងហើយលោកច័ន្ទនឹងអភិបាលក្រុងក៏ខុបខិតគ្នាជាប្រព័ន្ធសិទ្ធិមន្ត្រីសិទ្ធិមន្ត្រីអញ្ចឹងពូចុះសាលាដំបូងយើងចាញ់គេណាបាទចុះសាលាតខ្ញុំអត់បានទៅខ្ញុំលបោះជើងបាទទៅក៏គាត់កាត់កម្បាំងមុខអូគេកាត់កម្បាំងមុខបងបាទកាត់កម្បាំងមុខឲ្យភាគីខាងនោះឈ្នះបាទហើយតទៅពេលឥឡូវទៅដល់រឿងហ្នឹងបានថាត្រឹមដល់សាលាកំពូលហើយបាទសាលាកំពូលហើយសាលាកំពូលកាត់ថ្ងៃទី23នេះបាទហ្នឹងហើយមិនដែលខ្ញុំនិយាយរៀបរាប់ប្រាប់គាត់ដូចក្នុងដែលខ្ញុំនិយាយនឹងសារព័ត៌មាននេះមិនដឹងគាត់សម្រាប់យ៉ាងម៉េចទេខ្ញុំថាឈ្មោះអស់លោកហ្នឹងគេទៅទាញយកមកដាក់ឆ្នាំ2022ទេខ្ញុំមានឯកសារមានទាំងផតតាំងអីច្បាស់លាស់ខ្ញុំសូមឲ្យប្រធានតុលាការកំពូលនិងអាយឧត្តមកើនរិទ្ធផ្ដល់យុត្តិធម៌ឲ្យខ្ញុំព្រោះដីខ្ញុំនេះជាដីពិតប្រាកដខ្ញុំទិញពីលោកប៉ែនហ៊ីវពិតប្រាកដអត់មានដែលខ្ញុំទៅរៀនយករៀនអីទេអត់មានទៅរៀនដីរត់មានតែកាប់ឆ្ការរបស់គេទេខ្ញុំទិញហើយនឹងសំប្រាក់ខែមួយខែ 80000 ដើម្បីចូលបងប្អូនទិញដីហ្នឹងក្បាល300បណ្ដោយ600អូចូលបងប្អូន5នាក់ហ្នឹងបានចំនួនមុនហ្នឹងធ្វើប្រាក់ខែបានមួយខែ 80000 រៀលទេមិនសមយកលុយមកទិញដីហើយចុះបើសិនជាគេឥឡូវគេប្តឹងយកដីហ្នឹងអស់គឺអស់ហើយអត់មានអីទេតែឥឡូវពូនៅតែជាប្រធានកងទ័ពបម្រើជាតិដល់សប្តាហ៍ហ្នឹងបាទតែសូមឲ្យសម្ដេចបបរថាប្តីហ៊ុនម៉ាណែតជួយកូនចៅផងកូនចៅរងទុកបម្រើជាតិហើយគេមកយកដីខ្ញុំការពារជាតិប៉ុន្តែការពារទឹកដីមិនបានសូមសម្ដេចជួយឲ្យសម្ដេចពុកនឹងជួយកូនផងជុំវិញរឿងរ៉ាវនេះដែរសារព័ត៌មានយើងខ្ញុំក៏បានសុំការបំភ្លឺពីលោកអ៊ំមេឃុំកូនគ្រៀលផងដែរតែលោកអ៊ំមេឃុំគាត់ឆ្លើយតបថាគាត់នៅកំពុងឈឺសម្រាប់នៅមន្ទីរពេទ្យមិនទាន់អាចបំភ្លឺបានទេហើយសារព័ត៌មានយើងខ្ញុំក៏បានតាក់ទងសុំការបំភ្លឺពីលោកផុនចាណិលអភិបាលក្រុងខេត្តឧត្តរមានជ័យផងដែរលោកបានប្រាប់មកកាន់សារព័ត៌មានយើងខ្ញុំថាដើម្បីចង់បានព័ត៌មានលម្អិតសូមឲ្យសារព័ត៌មានទៅសួរលោកវ៉ារធីប្រធានភូមិបាលក្រុងទៅហើយសារព័ត៌មានយើងខ្ញុំក៏បន្តតាក់ទងបាទសូមការបំភ្លឺពីលោកវ៉ារធីប្រធានភូមិបាលក្រុងសូមការលម្អិតពីរឿងរ៉ាវនេះផងដែរតែយើងខ្ញុំខលទៅលោកវ៉ារធីគាត់មិនលើកទូរស័ព្ទឡើយហើយឆាតតាមរយៈ Telegram ទៅក៏គាត់ចូលមើលហើយមិនឆ្លើយតបជាមួយសារព័ត៌មានយើងខ្ញុំទៀតចំណែកឯភាគីលោកកៅសុផលគាត់បានបំភ្លឺថាគាត់មិនបានរំលោភយកដីកងទ័ពនោះទេគឺកាលពីឆ្នាំ2000ជាងគាត់បានទិញពីប្រជាពលរដ្ឋនៅទីនោះនិងទិញពីឯកឧត្តមប៉ែនវយជាមេកងពលកាលនោះជាដីព្រៃហើយលោកកៅសុផលទិញដីនោះគឺមានគម្រោងកាយអាចដីតែក្រោយមកលោកថារដ្ឋបានដកហូតយកទាំងអស់គឺ2គីឡូដីព្រោះជាដីរដ្ឋតែរហូតមកដល់ឆ្នាំ2011រដ្ឋាភិបាលបានឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើនិងលិខិតបញ្ជាក់ទិញលក់រដ្ឋនឹងចែកឲ្យវិញ 50% តែដោយសារលោកណេតកំហាក់ជាគ្រួសារកងទ័ពនោះមិនបានដាក់ស្នើទេដូច្នេះទើបគេរំលាយកិច្ចសន្យាទិញលក់របស់គាត់ដែលធ្វើនៅសាលាឃុំគឺមោគភាពចោលហើយលោកកៅសុផលបានបញ្ជាក់បន្ថែមថារដ្ឋបែងចែកសារជាថ្មីឲ្យដីលោកនៅទីណាគឺលោកទទួលយកនៅទីនោះហើយដីដែលរដ្ឋចែកឲ្យគឺស្របច្បាប់ត្រឹមត្រូវទើបលោកឈ្នះក្តីនៅតុលាការចំណែកឯភាគីលោកហូប៊ុនធឿនជាអ្នកទិញដីនេះបានបំភ្លឺថាគាត់ពិតជាបានទិញដីនេះពីឈ្មោះណេតកំហាក់ជាកងទ័ពពិតមែនហើយលោកបានកក់ប្រាក់សរុបចំនួន$30000តែដោយសារលោកដឹងថាដីនេះមិនមែនជាដីរបស់ណេតកំហាក់ទេគឺឈ្មោះអ្នកផ្សេងទៅវិញលោកក៏បានប្តឹងទាមទារបើលុយកក់វិញពីណេតកំហាក់គឺប្តឹងទៅកាន់តុលាការហើយចុងក្រោយតុលាការកំពូលក៏បានសម្រេចឲ្យលោកឈ្នះគឺត្រូវទទួលបានលុយកក់វិញតែលោកថាភាគីលោកណេតកំហាក់ជាអ្នកលក់ឲ្យនោះមិនទាន់ប្រគល់លុយកក់ឲ្យគាត់វិញនោះទេ